ប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមកំទេចរបបអ៊ឺរ៉ង់នៅថ្ងៃអាទិត្យនេះថានៅរក់ទាំងអស់នឹងធ្លាក់មកលើអ៊ឺរ៉ង់ប្រសិនបើសាណាវ៉ាតនឹងចូលមកដល់ហើយទីក្រុងតេហឺរ៉ង់នៅបន្តបដិសេធស្នើពីសេតវិមានដែលចង់ឲ្យមានកិច្ចព្រមព្រៀងបទឆុបបាញ់និងស្ដារឡើងវិញនៅសណ្ដាប់ធ្នាប់របស់អ៊ឺរ៉ង់នោះមិនបងអងយូមន្ត្រីយោធាជាន់ខ្ពស់អ៊ឺរ៉ង់លោកឧត្តមសេនីយ៍អាលីអាប់ឌុលឡាហ៊ីអាឡៃបាឌីបានបោះពាក្យសម្ដីភ្លាមដោយមិនរងចាំយូរទៅកាន់លោកត្រាំវិញថាតាមពិតទៅទ្វារនៅរក់នេះនឹងបើករងចាំសម្រាប់សហរដ្ឋអាមេរិកមិនមែនសម្រាប់អ៊ឺរ៉ង់នោះទេកាលពីថ្ងៃសៅរ៍កាសែត BBC បានរាយការណ៍ថាអ៊ឺរ៉ង់បានបាញ់មីស៊ីលបន្ថែមទៀតទៅកាន់ឈូងសមុទ្ររបស់ប្រទេសអ៊ីរ៉ាក់និងអ៊ីស្រាអែលក៏ប៉ុន្តែកំទេចកំទីមីស៊ីលដែលអ៊ឺរ៉ង់បាញ់ទៅនោះត្រូវស្ទាក់ចាប់របាយការណ៍បានបង្ហាញថាការវាយប្រហារដោយមីស៊ីលចាប់តាំងពីពេលនោះចេះតែបន្តកើនឡើងកាន់តែច្រើនដែលគេរកឃើញបានធ្លាក់ទៅលើប្រទេសអ៊ីស្រាអែលបារ៉ែននិងគុយវ៉ាតជាដើមពេញមួយយប់នៅគ្រានោះការឡើងកម្ដៅមិនឈប់នេះនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោនបន្តស្វែងរកសមាជិកទ័ពអាកាសដែលបាត់ខ្លួនបន្ទាប់ពីយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកត្រូវបាញ់ទម្លាក់ពីភាគខាងត្បូងនៃប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃសុក្រស្របពេលជាមួយគ្នានេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានឲ្យដឹងថាអ្នកបើកយន្តហោះដែលត្រូវអ៊ឺរ៉ង់បាញ់ទម្លាក់ក្នុងប្រតិបត្តិការយោធានោះត្រូវគេជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ហើយដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ឺរ៉ង់វិញបានប្រកាសថាមនុស្សយ៉ាងហោចណាស់4នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់តែមួយដែលគេកំពុងស្វែងរកមន្ត្រីកងទ័ពអាកាសដែលបាត់ខ្លួនចំណែកឯទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់អ៊ឺរ៉ង់ដែលមានទំនាក់ទំនងជាមួយអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមឈ្មោះតាស៊ីមបានរាយការណ៍ថាប្រតិបត្តិការដោយមីស៊ីលបានវាយប្រហារចំប៉មទូរគមនាគមន៍ក្នុងទីក្រុងឌីដាសបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរBBC បានរាយការណ៍ថាវីដេអូដែលមិនបានបញ្ជាក់អត្តសញ្ញាណនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមបង្ហាញពីមនុស្សរាប់រយនាក់កំពុងទៅធ្វើដំណើរទៅកាន់តំបន់ភ្នំមួយនៅភាគនិរតីនៃប្រទេសអ៊ឺរ៉ង់ដើម្បីចូលរួមស្វែងរកយោធាអាមេរិកដែលបាត់ខ្លួនរីឯមន្ត្រីយោធាអ៊ឺរ៉ង់វិញក៏បានជំរុញឲ្យពលរដ្ឋបន្តស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនហើយនៅរស់ថែមទាំងសន្យាថានឹងផ្ដល់រង្វាន់ប្រសិនបើពួកគេរកឃើញនិងចាប់ខ្លួនបានដោយឡែកយន្តហោះប្រភេទ A-10 Fordoc របស់អាមេរិកដែលជាផ្នែកមួយនៃបេសកកម្មស្វែងរកនិងជួយសង្គ្រោះដំបូងសម្រាប់យន្តហោះដែលបានធ្លាក់នោះក៏ត្រូវឲ្យរងបាញ់និងរងការខូចខាតបន្តិចប៉ុន្មាននោះដែរក៏ប៉ុន្តែអាកាសនិកទាំងនោះត្រូវគេជួយសង្គ្រោះបន្ទាប់ពីពួកគេធ្លាក់ចូលទៅក្នុងឈូងសមុទ្រចំណែកឯរដ្ឋាភិបាលក្នុងតំបន់បាននិយាយថានៅក្នុងប្រទេសគុយវ៉ែតឯនោះវិញការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ឺរ៉ង់បានបំផ្លាញស្ថានីយផលិតថាមពលចំនួន2និងរោងចក្រផលិតទឹកស្អាតសេចក្តីថ្លែងការណ៍មួយបាននិយាយថារោងចក្រថាមពលឥឡូវនេះគ្មានអ៊ីនធឺណិតឡើយក្រោយត្រូវរងការវាយប្រហារដោយអ៊ឺរ៉ង់នោះនិយាយពីលោក Donald Trump វិញកាលពីថ្ងៃទី27 ខែមីនាលោក Trump បានប្រកាសថាខ្លួនបានចេញបទបញ្ជាឲ្យផ្អាកការវាយប្រហារលើរោងចក្រថាមពលរយៈពេល10ថ្ងៃសម្រាប់អ៊ឺរ៉ង់ដើម្បីរៀបចំឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍លោក Trump បានគម្រាមកំហែងជាថ្មីឡើងវិញនៅលើបណ្ដាញសង្គមរបស់ខ្លួនថាលោកមិនទុកឲ្យអ៊ឺរ៉ង់ក្រអឺតក្រទមបែបនេះបានតទៅទៀតនោះទេប្រសិនបើការចរចាដើម្បីបញ្ចប់សង្គ្រាមនិងការស្នើបើកច្រកសមុទ្រហូម៉ូសដែលនឹងចូលជាធរមានក្រោយ48ម៉ោងមិនបានផលនោះទេចំពោះអ៊ឺរ៉ង់វិញបានឆ្លើយតបទាំងមិនញញើតដោយចាត់ទុកការគម្រាមកំហែងនិងការទាមទាររបស់លោក Trump នេះថាវាគួរឲ្យអាម៉ាស់លោកឧត្តមសេនីយ៍អាលីបាឌីដែលជាមេបញ្ជាការយោធាកណ្ដាលរបស់ប្រទេសអ៊ឺរ៉ង់បានសើចចំអកទៅវិញថាការគម្រាមកំហែងរបស់លោក Trump នេះប្រៀបដូចជាស្រមោចដ៏តូចមួយហើយវាគ្មានការបង្កប់ដោយភ័យខ្លាចគ្មានតុល្យភាពនិងឆោតល្ងងបំផុតមិនតែប៉ុណ្ណោះលោកអ៊ីប្រាហ៊ីមសុលហ្វាការីអ្នកនាំពាក្យរបស់ទីស្នាក់ការកណ្ដាលរបស់អ៊ឺរ៉ង់បានបន្ថែមថាប្រសិនបើអរិយភាពនេះកើនឡើងមិនឈប់ឈរដូច្នេះតំបន់ទាំងមូលនឹងប្រែទៅជានរកសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនហើយក្តីប្រាថ្នាថានឹងបានកម្ចាត់សាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់នោះនឹងក្លាយទៅជារណ្ដៅដែលកប់សាកសពពួកចក្រពត្តិអាមេរិកកាំងទៅវិញទេ